សន្ទុះប្រាក់ដុល្លារមានស្ថិរភាពប្រហែលកម្រិត 99.6 នៅថ្ងៃសុក្រដោយបញ្ឈប់ការធ្លាក់ចុះថ្មីនេះហើយស្ថិតនៅលើផ្លូវដែលត្រូវបញ្ចប់នៅខែនេះដោយគ្មានការផ្លាស់ប្ដូរអ្វីទាំងអស់ទោះជាយ៉ាងណាក៏ដោយសម្រាប់សប្តាហ៍នេះសន្ទុះប្រាក់ដុល្លារនេះបានធ្លាក់ចុះប្រហែល 0.5% ខណៈដែលអ្នកវិនិយោគិនដាក់ការទីទុកទៅលើការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្ដាលអាមេរិកឥឡូវនេះទីផ្សារកំពុងកំណត់តម្លៃប្រហែល 87% នៃការកាត់បន្ថយអត្រាការប្រាក់ 0.25% នៅក្នុងខែធ្នូជាមួយនឹងការរំពឹងទុកនៃការកាត់បន្ថយបន្ថែមចំនួន3ដងទៀតនៅឆ្នាំក្រោយការរំពឹងទុកនេះត្រូវបានពង្រឹងបន្ទាប់ពីរបាយការណ៍ថាលោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃសីតវិមានគឺជាបេក្ខជនឈានមុខគេសម្រាប់ប្រធានធនាគារកណ្ដាលសហព័ន្ធបន្ទាប់ពីលោក Powell ដែលជាជំរើសមួយដែលត្រូវបានគេមើលឃើញថាស្របនឹងចំណង់ចំណូលចិត្តរបស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យអត្រាការប្រាក់ទាបជាងនេះដំណើរការសុវត្ថិភាពសម្រាប់ប្រាក់ដុល្លារក៏បានថយចុះផងដែរក្នុងកំឡុងពេលនៃការពិភាក្សាដែលកំពុងបន្តទៅលើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនដែលកើតមានដែលនឹងជំរុញកំណើនតម្លៃប្រាក់អឺរ៉ូប្រាក់ដុល្លារត្រូវបានកំណត់ឲ្យធ្លាក់ចុះប្រចាំសប្តាហ៍ធំបំផុតរបស់ខ្លួនប្រឆាំងនឹងប្រាក់ណូវែលសេឡង់បន្ទាប់ពីធនាគារកណ្ដាលណូវែលសេឡង់បានបង្ហាញពីជុំបញ្ចប់នៃវដ្តបន្ធូរបន្ថយបច្ចុប្បន្នរបស់ខ្លួនតម្លៃមាសបានកើនឡើងដល់ប្រហែល $4,190 ក្នុងមួយអោននៅថ្ងៃសុក្រដោយខិតជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល5សប្តាហ៍និងស្ថិតលើនិន្នាការកើនឡើងប្រចាំខែជាប់គ្នាជាលើកទី4ខណៈដែលវិនិយោគិនកាន់តែមានទំនុកចិត្តលើការកាត់បន្ថយអត្រាការប្រាក់ការកត់សម្គាល់ជាបន្តបន្ទាប់ពីមន្ត្រីធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលគាំទ្រដល់ការបន្ធូរបន្ថយរូបិយវត្ថុបន្ថែមទៀតរួមជាមួយនឹងទិន្នន័យសេដ្ឋកិច្ចដែលពន្យាពេលបង្ហាញពីភាពទន់ខ្សោយបានពង្រឹងការរំពឹងទុកនេះផងដែរលើពីនេះលោក Kevin Hassett តែត្រូវបានគេមើលឃើញថាជាអ្នកនាំមុខគេដើម្បីជំនួសលោក Jerome Powell បានបន្តគាំទ្ររបស់លោកប្រធានាធិបតី Donald Trump ចំពោះការកាត់បន្ថយអត្រាការប្រាក់មាសបានទៀងខ្លួនរួចជាស្រេចសម្រាប់ចលនានៃកំណើនចាប់តាំងពីឆ្នាំ1979មកដោយមានការគាំទ្រការទិញជាច្រើនពីធនាគារកណ្ដាលនិងលំហូរចូលនៃការបញ្ជាទិញដ៏ច្រើននៅក្នុងទីផ្សារមាស ETF